ចំពោះតសក់កងរៃថែទាំងាយស្រួលដើមដងស្អាតមិនមានជំងឺធន់នឹងអាកាសធាតុបានធនផលខ្ពស់ជ្រាបសួរនាងខ្ញុំកសិករមកជឿមនោមរស់នៅភូមិសំរងស្រុកអង្គរធំឃុំលៀងដៃខេត្តសៀមរាបបាត់ពិសោធន៍ដាំតសក់របស់ខ្ញុំបាន5ឆ្នាំចំពោះតសក់នាងកងរៃខ្ញុំដាំពេញ1ឆ្នាំមិនថារដូវប្រាំងឬរដូវវស្សាខ្ញុំទទួលបានទិន្នផលពោះទាំងពីររដូវចំពោះតសក់កងរៃថែទាំងាយស្រួលដើមដងស្អាតមិនមានជំងឺធន់នឹងអាកាសធាតុបានទិន្នផលខ្ពស់តសក់នាងកងរៃមានផ្លែទំហំរូបរាងពណ៌សម្បុរសមស្របតម្រូវទៅតាមទីផ្សារនៅពេលបច្ចុប្បន្នដាំតសក់វគ្គនេះផ្ទៃដី1ហិកតាឲ្យលើប្រមូលផលបាន5ថ្ងៃហើយក្នុងថ្ងៃទី5នេះបានទិន្នផល500គីឡូបានជាខ្ញុំជ្រើសរើសពូជត្រសក់កងរៃក្រុមហ៊ុន KAZ ដោយសារតែធន់នឹងអាកាសធាតុធន់នឹងជំងឺប្រមូលផលបានយូរទទួលបានទិន្នផលខ្ពស់បើធៀបមួយក្រុមហ៊ុនដទៃ